ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Saza Gaming ដោយបាត់បែបថ្ងៃហើយមានអត់អីដូចតែ admin ហ្នឹងគឺរវល់គាត់មានរៀនអញ្ចឹងទៅអញ្ចឹងហើយបានអត់បានមានពេលមកជឿរឿងអ្នកទាំងអស់គ្នាអញ្ចឹងណាតែឡើយនេះ admin បានមកចាញ់ហើយadmin បាននាំយករឿងមួយដែលមានចំណងជើងថាមកជួបតាខ្មោចដែលសាររបស់វាហ្នឹងគឺនិយាយអំពីទូរស័ព្ទរបស់យើងហ្នឹងដែលនេះហ្នឹងគឺថាបានមកធ្វើការអីចឹងណាអ្នកទាំងអស់គ្នានៅទីក្រុងពេលនេះម្ដងហ្នឹងនាងបានជួបផ្ទះមួយដែលផ្ទះហ្នឹងធំខ្លាំងមែនតើមើលទៅដូចជាផ្ទះអ្នកមានអីចឹងតាមពិតគឺគាត់នៅផ្ទះជួលតែប៉ុណ្ណោះហើយក៏ប៉ុន្តែដល់ពេលដែលនាងបានចូលទៅដល់គឺនាងជួបរឿងផ្លែកៗដែលបានកើតឡើងទៅលើនាងខ្លាំងមែនតើអញ្ចឹងបើចង់ដឹងថានាងជួបរឿងអ្វីខ្លះតោះចូលទៅអត់សិលរបស់យើងតែម្ដងទៅផ្ដើមសេរីដំបងបង្ហាញឲ្យឃើញឡានមួយដែលទូរស័ព្ទរបស់យើងបានបើកនឹងផងដែរហើយទូរស័ព្ទរបស់យើងមានឈ្មោះថាណានដែលនេះបានធ្វើដំណើរមកពីជនបទដើម្បីមកធ្វើការនៅទីក្រុងអញ្ចឹងទៅក៏ប៉ុន្តែអ្នកមានបងប្អូនសាច់ញាតិណាដែលនៅទីក្រុងនេះទេអញ្ចឹងនាងក៏សម្រេចចិត្តមកជួបផ្ទះមួយយ៉ាងធំខ្លាំងមែនតើហើយនាងក៏បានបើកឡានទៅរកចាប់ផ្ទះដែលជាអ្នកឲ្យនាងជួលនឹងឯងពេលដែលនាងបានចូលទៅដល់គឺនាងបានធ្វើការស្វាគមន៍ទៅកាន់អ៊ំស្រីម្នាក់ហ្នឹងហើយអ៊ំស្រីម្នាក់ហ្នឹងក៏ថាឯងមកល្អហើយអញ្ចឹងតបបញ្ញាប់ចូលទៅក្នុងផ្ទះទៅយើងជួបឯងដើមមើលយើងក៏មិនទៅមានពេលប្រហែលដែរណាហើយលឿនទៅណាកុំឲ្យខាត់ពេលនិយាយហើយពួកគេទាំងពីរហ្នឹងក៏បានធ្វើដំណើរចូលទៅក្នុងផ្ទះដើម្បីមើលខាងក្នុងអញ្ចឹងណាហើយនិយាយមែនអ្នកនរគ្នាផ្ទះហ្នឹងនិយាយថាពីធំដូចតែអ្នកមានដូចតែមហាសិទ្ធិអញ្ចឹងក៏តែគឺត្រឹមតែផ្ទះទូជួលតែប៉ុណ្ណោះក៏ប៉ុន្តែធំសាហាវបន្ទាប់មកអ្នកមីងហ្នឹងក៏បាននិយាយថានេះជាផ្ទះណាឥឡូវឯងចូលទៅក្នុងទៅចាំយើងជួលឯងដើរមកពីក្រោយវិញនិយាយចឹងហើយគាត់ថាពួកគេក៏បានដើរចូលទៅក៏ប៉ុន្តែណារបស់យើងហ្នឹងនាងក៏បានសម្លឹងមើលដល់ក្នុងផ្ទះហ្នឹងឃើញថាវាស្រស់ស្អាតខ្លាំងមែនតើដូចជាខុនដូអញ្ចឹងហើយនាងក៏បានស្ងាត់សរសើរផងដែរថាផ្ទះនេះធំយ៉ាងហ្នឹងហេតុអីក៏មកយកធ្វើផ្ទះជួលអញ្ចឹងអ្នកមីងហ្នឹងក៏បានឆ្លើយតបអ្វីទេអ្នកមីងហ្នឹងក៏ថាឯណាមើលបន្តទៀតទៅណារួចពួកគេទាំងពីរក៏បានធ្វើការទៅដើរមើលហើយអ្នកមីងហ្នឹងក៏ថាតែធំអញ្ចឹងណាយើងសំគិតខ្លាំងតិចហើយណាឥឡូវកុំឲ្យខាត់ពេកទៅមើលទៀតទៅនិយាយចឹងហើយគេថាពួកគេទាំងពីរហ្នឹងក៏ទៅមើលចឹងទៅហើយអ្នកមីងហ្នឹងគឺតាមដឹងគឺគាត់គឺជាម្ចាស់ផ្ទះមួយណាអ្នកទាំងអស់គ្នាតែគាត់ហ្នឹងគឺមានផ្ទះថ្មីហើយអញ្ចឹងផ្ទះហ្នឹងគឺទុកចោលអញ្ចឹងហើយគាត់ក៏បានសម្រេចចិត្តថាដាក់វាជាផ្ទះជួលអញ្ចឹងទៅអញ្ចឹងហើយបានជាណារបស់យើងបានមកជួលនេះដែរសុកក៏បានប្រទះឃើញថាមានបន្ទប់មួយដែលបានយកឈើយកមកគាំងមិនឲ្យចូលនោះទេនាងមិនចិត្តឆ្ងល់ក៏បានសួរទៅអ្នកអ៊ំស្រីហ្នឹងក៏បានតបទៅវិញអូហូបន្ទប់នេះណាគឺវាមានបញ្ហាបន្តិចតួចគឺដោយសារតែលើកមុនហ្នឹងគឺវាការបាក់បែកអញ្ចឹងទៅអញ្ចឹងហើយមីងអត់ទាន់បានជួយគ្រប់គ្រាន់តែដោយសារតែក្មួយជួលណាស់ទៅហើយមីងក៏សម្រេចចិត្តបិទបន្ទប់នេះទៅតែឥឡូវកុំខ្វល់អីណាយើងទៅមកបន្ទប់តទៀតទៅចូលមកដល់ក្នុងបន្លែបន្ទប់ទទួលភ្ញៀវនេះវិញមានកន្លែងចង្ក្រានបាយកន្លែងតុកញ៉ាំអាហារឬជាមួយនឹងកន្លែងអាំងភ្លើងនិងសាឡុងមើលទូរទស្សន៍មើលទៅគឺពិតជាទំនើបខ្លាំងមែនតើហើយផ្ទះជួលមួយនេះគឺនិយាយថាពីណារបស់យើងស្ម័គ្រចិត្តខ្លាំងណាស់ហើយបន្តមកទៀតអ្នកមីងហ្នឹងក៏តបក៏និយាយទៅណាថាតែថ្លៃអញ្ចឹងហើយយើងសុំគិតថ្លៃតិចហើយណាបងអូនដោយសារតែផ្ទះហ្នឹងវាធំភ្លាមហ្នឹងអ្នកបានចាប់អារម្មណ៍សម្ដីមីងហ្នឹងទេក៏ភេទរបស់នេះចិត្តទៅខាងក្រៅអញ្ចឹងណាក៏បានឃើញក្មេងស្រីម្នាក់ស្លៀករ៉ូបសសម្បល់សដូចក្រដាសសអញ្ចឹងនាងបានភ្លឹកនឹងមើលក្មេងស្រីសម្បល់សនោះភ្លាមណាអ្នកមីងហ្នឹងក៏បានហៅអេក្មេងស្រីហើយនាងហ្នឹងក៏ចាប់អារម្មណ៍ជាមួយនឹងមីងហ្នឹងវិញចឹងទៅហើយអ្នកមីងហ្នឹងក៏ថាមីងទៅហើយណាមីងប្រាប់តែប៉ុណ្្នឹងទេហើយមិនទៅចែវ៉ាន់នៅហើយកុំភ្លេចសម្អាតផងណាមីងខ្ជិលដែរហ្នឹងណាបន្ទាប់មកគឺថាមីងហ្នឹងក៏បានដាស់ទៅចឹងទៅនៅមួយស្របក់ធំដែរគឺថានាងបានយកវ៉ាលីរបស់នាងដែលដាក់អីវ៉ាន់ហ្នឹងយកមកដើម្បីរៀបចំទុកអីចឹងទៅនាងហ្នឹងក៏បានកាយហើយក៏បាននឹកចិត្តឆ្ងល់ថាក្មេងស្រីម្នាក់ដែលនាងបានឃើញនៅតាមបង្អួចហ្នឹងគឺជានរណាគេជាស្រមោលឬក៏នាងស្វាំងភ្នែកពីព្រោះថាសម្បល់របស់នាងសលងដូចក្រដាស់តែម្ដងរួចនាងក៏បានចេញមកបោះសម្រាមនៅមុខផ្ទះធម្មតាអញ្ចឹងទៅបោះសម្អាតផ្ទះរបស់នាងអញ្ចឹងណាហើយពីព្រឹកហ្នឹងក្មេងស្រីរូបសដែលមានសម្បល់សដូចក្រដាស់ក៏បានធ្វើដំណើរដើរកាត់ក៏ប៉ុន្តែគឺថាណារបស់យើងហ្នឹងអាចបានប្រទះឃើញនោះទេដោយសារតែនាងរវល់តែបោះអញ្ចឹងទៅបានក្លែកភ្នែកមើលរហូតដល់តែក្មេងស្រីហ្នឹងដើរទៅផុតទៅនាងបានចាប់អារម្មណ៍នាងក៏បានក្លែកមកហើយដូចជាមិនអស់ចិត្តសោះបាច់មានដូចជាឃើញមានមនុស្សដើរកាត់ក៏បានសម្រេចចិត្តថាដើរទៅមើលម្ដងទៅដើម្បីឲ្យចាក់ច្បាស់ថាតើក្មេងស្រីម្នាក់នោះគឺជានរណាគេពេលដែលទៅដល់មកបានប្រទះឃើញសំបីតែស្រមោលបាត់សុនជឹងតែម្ដងគឺថាណារបស់យើងនាងមានចិត្តឆ្ងល់បន្តិចហើយមិនមិញនេះនាងដូចជាមានអារម្មណ៍ច្បាស់ណាស់ហេតុអីទៅមុខជួបផ្ទះលើដំបងតែតែមានអារម្មណ៍ថាមិនសូវជាស្រួលបែបហ្នឹងហើយមិនអីទេចូលទៅក្នុងទៅបោះសម្អាតវិញទៅល្អជាងគ្រាន់បើចេះចាអារម្មណ៍រឿងនេះដែលវាមកទៅគឺពិតជាអបយ៉ាខ្លាំងមែនតើហើយ
rồi nhé các bạn từ liền chan thầm ra anh trong từ hơi nhật ở kia những thời gian bọn những tôi chỉ mà té mà chụp tia mình xây rộp son nhở nhưng liền chan hay là cái tha của từ ma đầm bay tinh ha đầm bay thường hộp là nghĩa nhầm trong từ vậy chẳng hạn nhiên các bạn đem trong luôn trong tên này hay giờ thằng tia nó sát tại bên đó là ở kia liềm đại là ta chui những sát chúng tề nhưng các bạn thôi làm nào từ ma thầm ra để sập bị đòn ấy sập bị đòn sẽ đại từ phong tìm tới lên tìm mua sao thì sao thì mạng nó chật tan như đại chẳng hay nhưng còn mình chỉ lại lan bao nhiêu nhảy đại còn đào mòn trong từ đào ở đó nếu như cái nông hang co khá mình tàn nhưng các bạn đã trôi từ đó khi nhà đi mình đã sợ bộ khiêu nhà đi mình đã nắng ban thưa ca chui van trong từ hai cái thanh nan bỏ dưỡng ban khởi chống các bạn đã từ xưa tha mi đường vậy mình tao mang tên nhà đi sợ khiêu nữa các bạn tao từ mình cứ nhom chui van tình tôi nó nghe nhomកំពុងតែរៀបរើហើយមិញហ្នឹងខ្ញុំរៀងខឹងដែរក៏រៀងបោះសម្អាតខ្លួនអញ្ចឹងទៅហើយបើតាមទៀតណានក៏ថាឯងខ្ញុំមើលទៅឯងប្រហែលជារកខ្លាំងហើយចាំយើងជួយណាហើយបន្តមកពួកគេទាំងពីរហ្នឹងក៏ជួយរើគ្នាតែមកក្មេងស្រីសក់ខៀវហ្នឹងក៏បានសួរតាណានថានេះឯងទឹកតែមកពីណាហ្នឹងយើងគឺមិនដែលស្គាល់មុខសោះតើទៀតណានក៏ថាខ្ញុំទៅតាមជនបទមកធ្វើការនៅទីក្រុងហ្នឹងហើយបន្តនេះនាងក៏ថាខ្ញុំធ្វើការនៅទីហ្នឹងដែរតើមិនអីទេណាចាំយើងជួយណែនាំការងារឯងធ្វើយើងមើលតែឯងចិត្តល្អខ្លាំងណាស់ហើយណានក៏បានអរគុណអញ្ចឹងទៅបន្តមកទៀតក្មេងស្រីសក់ខៀវក៏សួរថាតើផ្ទះបាយនៅណាតើបានណានក៏ថាញ៉ាំមានផ្ទះទេគឺខ្ញុំជួបផ្ទះគេហ្នឹងណាហើយផ្ទះរបស់ខ្ញុំគឺនៅចិត្តនេះហ្នឹងឯងបន្តមកទៀតនាងក៏បានប្រាប់លេខផ្ទះប្រាប់អីអញ្ចឹងទៅធ្វើឲ្យក្មេងស្រីសក់ខៀវហ្នឹងរៀងស្រឡាំងកាំងមែនតើនាងក៏ថាមិនអាចទៅជួបផ្ទះហ្នឹងអញ្ចឹងផ្ទះហ្នឹងមានអ្នកណាគេដែរហ៊ានជួយទេណាបន្តមកទៀតហ្នឹងគឺថាណានក៏សួរថាមានរឿងអីក្មេងស្រីថាអត់មានរឿងអីទេណាមិនមកចាំងាយចាំយើងទៅលេងឯងផងណាហើយឯងចាំទទួលយើងផងយើងភ្លេចប្រាប់ឈ្មោះយើងមានឈ្មោះថាស៊ីរ៉ាដែលយើងគឺជាអ្នកនាំម្ដងនឹងដែរក៏មិនតែមិនបាននៅផ្ទះចិត្តឯងនោះទេគ្រាន់តែនៅក្នុងទីក្រុងតែមួយហ្នឹងណាមិនអីទេណាយើងឃើញឯងដូចជាមិនសូវមានមិត្តភក្តិទៅតែមកអញ្ចឹងចាំងាយចាំយើងទៅលេងបន្តទៀតពួកគេទាំងពីរហ្នឹងក៏បានរាប់អានគ្នាជាមិត្តភក្តិដកតាំងពីពេលហ្នឹងមកដល់ឥឡូវហ្នឹងទៅកម្មដល់នៅពេលយប់វិញគឺថា yesណានរបស់យើងហ្នឹងកំពុងតែធ្វើម្ហូបដែលនាងបានទិញពីម៉ានកាលពីថ្ងៃមិញនាងកំពុងតែធ្វើម្ហូបសុកហ្នឹងសំឡេងព្យ៉ាណូដូចតែពេញត្រចៀកមានគេកំពុងតែលេងព្យ៉ាណូអ្នកនរគ្នាគាត់จะឃើញហើយថាគឺជានរណាគឺជាក្មេងស្រីរ៉ូបសកំពុងតែលេងព្យ៉ាណូណាលើអត់ចិត្តមិនបាននោះទេក៏ប្រញាប់ងាកទៅក្រោយតែពេលងាកទៅដល់មិនបានប្រទះឃើញអ្វីនោះទេព្យ៉ាណូដូចជាណូធម្មតាគ្មានអ្នកណាលេងតែបាញ់មីលើសំឡេងព្យ៉ាណូខ្លាំងណាស់ហើយហួរនៅហងណៃអ្នកដឹងថាเราមួយខ្មោចទេនេះញើយណានអើយណានហើយក្មេងស្រីនោះដូចជាមិនសូវជាខ្មោចកាច់ប៉ុន្មានទេខ្មោចស្រូតធម្មតាឯនោះទេណាហើយនាងញ៉ាំបាយហើយក៏បានដើរទៅតែក៏រៀងកលែងមើលព្យ៉ាណូជាមួយនឹងបន្ទប់ដែលគេបាត់ចោលនោះដែរក៏មានចិត្តឆ្ងល់ហើយនាងក៏បានគួរចិត្តទុកថាថ្ងៃណាមួយនាងនឹងចូលទៅក្នុងនោះឲ្យបានថាតើមានរឿងអីអាត់កំបាំងបានជាអ៊ំស្រីដែលថាជាម្ចាស់ផ្ទះហ្នឹងមិនឲ្យនាងចូលអញ្ចឹងណានិយាយហើយនាងក៏បានសម្រេចចិត្តអាចចូលទៅគេអញ្ចឹងទៅបន្តមកទៀតណានក៏ចាប់ផ្ដើមគេងហើយសំឡេងសើចដ៏គួរឲ្យព្រឺព្រួយបានចេញពីបន្ទប់ដ៏អាត់កំបាំងនោះកាមេរ៉ានៅពេលព្រឹកវិញស៊ីរ៉ារបស់យើងហ្នឹងក៏បានធ្វើការមកលេងផ្ទះរបស់ណានចឹងទៅឬសិតទីនាងថាមកពេលល្ងាចតែនាងហៀងរវល់ចឹងណាក៏សម្រាប់ចិត្តថាមកស្អែកពេលព្រឹកវិញពេលនាងចូលមកដល់នាងមានអារម្មណ៍ថាអត់ស្រួលដែរដោយសារតែនាងខ្លាចផ្ទះហ្នឹងតែចូលមកដល់គឺថាណានរបស់ស្វាគមន៍មិត្តភក្តិរបស់នាងខ្លាំងមែនទែនពេលចូលទៅដល់ហ្នឹងនាងក៏បានឲ្យស៊ីរ៉ារបស់យើងហ្នឹងទៅអង្គុយចឹងទៅហើយមុននឹងអង្គុយស៊ីរ៉ាបានឃើញបន្ទប់បិទចោលអញ្ចឹងណាក៏បានឆ្ងល់តែណានប្រាប់ថាមិនអីទេណាកុំខ្វល់ពីវាអីដោយសារតែយើងចូលមកក៏អញ្ចឹងដែរអញអង្គុយនៅទីហ្នឹងសិនហើយចាំយើងទៅធ្វើម្ហូបញ៉ាំណានទៅធ្វើម្ហូបស៊ីរ៉ាអង្គុយចាំហើយនាងក៏បានកលេចទៅខាងក្រៅនៅអាប់អួយកញ្ចក់មុខហ្នឹងគ្រាន់តែនាងកលេចទៅភ្លាមអ្នកទាំងអស់គ្នាឲ្យលើកដៃហើយតែម្ដងងើយអ្នកទាំងអស់គ្នាគឺធ្វើឲ្យស៊ីរ៉ារបស់យើងនឹងស្រែកមួយទំហឹងតែម្ដងធ្វើឲ្យណារបស់យើងនឹងក៏បានធ្វើការទៅសួរអញ្ចឹងទៅថាតើមានរឿងអ្វីបានជាធ្វើឲ្យស៊ីរ៉ាស្រែកដល់ថ្នាក់នេះពេលដល់ទៅដល់ស៊ីរ៉ាក៏បានចង្អុលទៅអាកន្លែងមកអួចនឹងអ្នកទាំងអស់គ្នាថាមានក្មេងស្រីក៏ស្លៀករ៉ូបសកំពុងតែឈរនៅកន្លែងហ្នឹងដល់ពេលដែលណានងាកទៅមិនបានផ្ទះឃើញអ្វីនោះទេតែនាងក៏ដូចគួរចិត្តឆ្ងល់ផងដែរដោយសារតែនាងតែញយតែឃើញក្មេងស្រីរ៉ូបហ្នឹងផងដែរក៏ប៉ុន្តែមិនដឹងថាជានរណាប្រកាសនោះទេហើយស៊ីរ៉ានាងភ័យខ្លាំងមែនតែម្ដងដឹងថាធ្វើមិននោះទេ
ហើយសាររឿងភាពមួយរបស់យើងណាក៏បានឈានចូលដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណឹងកុំភ្លេចចាំតាមដានទស្សនានៅភាគ2ផងណាដែលភាគ2ហ្នឹងគឺថាវាមានកន្លែងរន្ធត់ដូចជាភាគទី1អញ្ចឹងហើយចង់ដឹងថាតើវាសនារបស់ណាដែលនៅជាមួយនឹងខ្មោចដែលជាក្មេងស្រីរោគសស្បែកសដូចกระดาษហ្នឹងណាចាំមើលតើនាងជួបនឹងរឿងអ្វីខ្លះមានតែចាំតាមដាននៅអេពីសូតទី2ឬក៏ភាគ2ហ្នឹងផងដែរអ្នកនរគ្នាហើយភាគ2ហ្នឹងក៏ជាភាគបញ្ចប់ផងដែរដូច្នេះអ្នកនរគ្នាចាំជួប admin នៅភាគ2ផងណា bạn mình sẽ là cái miếng bye bye អ្នកទាំងអស់គ្នានៅភាគ1នេះ